ខេជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទឥឡូវថ្ងៃនេះខ្ញុំបាទនឹងធ្វើការបាញ់ថ្នាំសម្រាប់មេរោគក៏ដូចជាដេញរុយនៅក្នុងទ្រុងចាំសត្វមានក្លិនហ្នឹងចឹងសារៈប្រយោជន៍នៃការបាញ់ថ្នាំធម្មជាតិនេះគឺដេញបំបត្តិក្លិនរុយហ្នឹងហើយដើម្បីអីព្រោះរុយវាជាប្រភពនៃការចម្លងមេរោគចឹងតោះទៅតាមដានទស្សនាទាំងអស់គ្នាឲ្យវាមកតោងលីមុបាទនេះគឺជាប្រភេទលីមុសត្វកាលណាយើងបាញ់ហ្នឹងទៅនៅពេលរុយវាមកទុំនេះទៅវាអត់មានហ្វងមានអីនៅក្នុងហ្នឹងទេបាទត្រង់នេះវាមុនដាក់ទាដាក់ពូនមាន់បាទឥឡូវវាអត់ទាន់ញាស់ទៀតអញ្ចឹងទុកវានៅក្នុងសិនហ្នឹងហើយនេះគឺជាលីមុបាទដែលវាទុំនៅលើកាមរបស់យើងហ្នឹងហើយយើងបាញ់ថ្នាំដែលយើងធ្វើមកបាទអញ្ចឹងវាធ្វើឲ្យរុយពេលដែលបន្ទុំនៅលីមុហ្នឹងគឺវាអត់មានជាដង្កូវអីទេទឹកថ្នាំយើងអាចបាញ់លើជ្រូកបានអត់បញ្ហាអីទេវាលេងសប្បាយអីទៅដូចយើងធ្លាប់និយាយពីមុនចឹងថាចឹងជ្រូកខែជានេះយើងបាច់ទៅបាញ់ទឹកស្រោចជ្រូកជោគឲ្យជាប់អីទេបើថានេះគឺយើងបាញ់សាលើវាចឹងហើយបាញ់ទាំងអស់ហ្នឹងមកគឺមានតែយើងនេះបាញ់វាចឹងមកបាទកន្លែងចាំជ្រូករបស់ខ្ញុំអត់ធំទេបាទគ្រូទេមកលក្ខណៈគ្រូសាបាទវីដេអូហ្នឹងគឺចែករំលែកបាទលក្ខណៈគ្រូសាដែរទេគឺថាមានដីតូចចង្អៀតនេះយើងអាចឆ្នៃវិធីសាស្ត្រនេះបានពេលយើងចាំទៅគឺវាអត់ប៉ះពោះក្លិនទៅដល់អ្នកជិតខាងនេះទេបាទវាសបាយដល់ពេលយើងបាញ់ហ្នឹងទៅអាទឹកថ្នាំរបស់យើងធ្លាក់មកលើកាមរបស់យើងសើមហ្នឹងវាធ្វើឲ្យជ្រូករបស់យើងវាត្រជាក់អញ្ចឹងកុំបារម្ភពីបញ្ហាខែក្តៅបាទថាអូខែក្តៅចាំទៅវាក្តៅអូអត់ទេពេលខែក្តៅយើងបាញ់ទឹកលើវាអញ្ចឹងមកអស់តែមួយធុងអីជាក់សាច់ជ្រូកហើយវាអត់គូជ្រាំនៅក្នុងនេះទៀតបាយច្រំបាទត្រង់នេះដែរទៅទៀតគឺយើងដាក់សមាជិកថ្មីមកទៀតហើយបាទទៀតលើ3នេះយើងដាក់ត្រង់ខាងនោះ